ម្ចាស់គាត់ធ្វើធ្លាក់បែកទេណាហើយនឹងរបស់អីកិនពីលើអញ្ចឹងណាអញ្ចឹងម៉ាស៊ីនរបស់គាត់នៅដំណើរការទេហើយតើតើនឹងគ្រឿងបន្លាយនៅដំណើរការទាំងអស់របស់យើងសារខ្ញុំបានចេញមើលហើយចឹងក៏គាត់សម្រេចចិត្តថាដំឡើងទៅសបក15នឹង15 Pro Max ណាអញ្ចឹងបងប្អូនដែលមានបញ្ហាដូចជាចង់ផ្លាស់ប្ដូរសបកពីសេរីទាបឡើងទៅសេរីខ្ពស់អញ្ចឹងណាហ្នឹងហើយអញ្ចឹងបងប្អូនអាចតាក់ទងសួរនាំខ្ញុំបានតាក់ទងនឹងតម្លៃនឹងការដំឡើងទៅវាមានប៉ះពាល់អីខ្លះអញ្ចឹងណាហ្នឹងហើយអញ្ចឹងបងប្អូនដែលមានបញ្ហាទូរស័ព្ទដូចខាងលើអាចតាក់ទងខ្ញុំបានទីតាំងខ្ញុំនៅផ្សារធំថ្មីខេត្តពោធិ៍សាត់អញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងសូមអរគុណសូមជម្រាបលា